ជំរាបសួរបងប្អូនថ្ងៃនេះយើងមកធ្វើសម្លកកូរជាដំបូងយើងដាក់អង្ករលីងយើងលីងលើខ្ទះរហូតរំលីងវារហូតដល់ក្រហមអញ្ចឹងណាបងប្អូនចាពេលក្រហមហើយយើងចាប់ផ្ដើមលើកយកទៅកិនបន្ទាប់មកហើយយើងចាប់ផ្ដើមធ្វើការកិនបងប្អូននៅតែបងប្អូនដូចផ្ទះខ្ញុំអត់ទេបងប្អូនគឺខ្ញុំមានអីគេដាក់នឹងអញ្ចឹងណាបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមធ្វើការហាន់ស្លឹកគ្រៃបងប្អូនខ្ញុំសូមបញ្ជាក់បន្តិចកន្លែងនេះខ្ញុំអត់បានថតពេលបុកគ្រឿងអញ្ចឹងណាបងប្អូនការបុកគ្រឿងគឺយើងមានស្លឹកគ្រៃស្លឹកក្រូចរំដេងស្លឹកនឹងស្លឹកក្រូចនេះស្លឹកក្រូចសើចណាបងប្អូនវាជារំដេងល្មៀតហើយនឹងខ្ទឹមសបងប្អូនចាបងប្អូនយើងធ្វើការបុកគ្រឿងហើយគឺគ្រឿងយើងក៏មានសភាពបែបនេះហើយនឹងប្រហុកហើយនឹងសាច់ជ្រូក3ជាន់និងអង្ករលីងរបស់យើងដែលបានកិនហើយបងប្អូនហើយនេះគឺជាបន្លែស្លឹកបាសនិងបន្លែស្លកកូរដែលយើងគ្រឿងផ្សំនឹងសម្លដែលយើងដាក់ហ្នឹងបងប្អូនធ្វើបន្ទាប់មកកន្លែងនេះយើងត្រូវដាក់ខ្លាញ់ឲ្យក្តៅសិនមិនយើងដាក់គ្រឿងចូលហើយយើងដាក់ប្រហុករំលីងឲ្យចូលជាតិគ្នាអញ្ចឹងណាបងប្អូនសុំទោសផងដែលខ្ញុំអត់បានថតបងប្អូនថតអត់ទាន់និយាយរួមទៅបន្ទាប់មកយើងដាក់សាច់ជ្រូក3ជាន់ណាបងប្អូនតែខ្ញុំអត់បានដាក់សាច់ត្រីទេថ្ងៃហ្នឹងបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមដាក់ស្កររ៉ូឌីចាបងប្អូនហើយបន្ទាប់មកទៀតយើងដាក់ប៊ីចេងបងប្អូនហើយយើងចាប់ផ្ដើមរំលីងសាច់ជ្រូកជាមួយនឹងគ្រឿងឲ្យសព្វណាបងប្អូនចាយើងចាប់ផ្ដើមធ្វើការចាក់ទឹកត្រីចូលផងដែរបន្ទាប់មកទៀតយើងដាក់គ្រឿងបន្លែស្លកកូរបងប្អូនខ្ញុំសូមបញ្ជាក់តែបន្តិចបងប្អូនពេលយើងកូរវាឲ្យបន្ទាប់ឲ្យត្រោមបន្លែហើយយើងចាប់ផ្ដើមចាក់ខ្ទិះដូងចូលនៅពេលក្រោយបងប្អូនយើងចង់ដាក់នៅពេលដែលកកូរសាច់មិនទាន់ដាក់បន្លែក៏បានដែរបងប្អូនហើយកន្លែងហ្នឹងពេលយើងចាក់ទឹកចូលពេលសម្លយើងរឿងពុះយើងចាក់អង្ករលីងចូលបងប្អូនសូមទោសផងបងប្អូនដែលខ្ញុំអត់បានថតបងប្អូនអរគុណបងប្អូនអរគុណច្រើនសម្រាប់ការទស្សនារបស់វីដេអូយើងខ្ញុំសូមជួយចុច like និងជួយចុច subscribe ដល់ channel វីដេអូរបស់នាងខ្ញុំផងដែរបងប្អូនអរគុណ